គឺជាថ្ងៃទី2ដែលព្រះអាទិត្យរះលើកំពូលប្រាសាទឥឡូវចាំយូរពេករះចាំក្បាលអូនមុនថ្ងៃនេះមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិច្រើនណាស់រត់ទៅកន្លែងដែលអត់មានសោះ